គាត់ព្រះអង្គនឹងទទួលការឈឺចាប់ដូចគាត់ដែរមនាលឆាន់តើនៅមានជំងឺធ្ងន់ធ្ងរក្រៅពីនេះទៀតទេក្រាបទូលមានជំងឺផ្សេងទៀតច្រើនណាស់ជំងឺទាំងនោះក៏នាំឲ្យឈឺចុកចាប់ដូចគ្នាដែរតើមាននរណាម្នាក់អាចជួយជនទាំងនោះបានទេហេតុអ្វីក៏មនុស្សមិនអាចដណ្ដើមជ័យជំនះលើជំងឺបានកាលណាគេមានព្យាធិជំងឺទាំងនោះវាកើតជាធម្មតាសម្រាប់យើងទាំងអស់គ្នាជនណាក៏អាចធ្លាក់ខ្លួនឈឺបាននៅគ្រប់ពេលនិងគ្រប់ទីកន្លែងគ្មាននរណាអាចដឹងបានថាគេនឹងធ្លាក់ខ្លួនឈឺនៅពេលណាទេឆាន់ណាម៉ាតើនេះជាការពិតមែនទេតើយើងក្តីក្សត្រាដតីឯទៀតក្តីនិងមនុស្សទាំងអស់សុទ្ធតែធ្លាក់ខ្លួនឈឺមែនទេក្រាបទូលពិតមែនហើយទាំងទូលព្រះបង្គំក៏អាចធ្លាក់ខ្លួនឈឺដែរក្រាបទូលប្រសិនបើនេះជារឿងដែលមនុស្សកើតមកហើយត្រូវទទួលគ្រប់គ្នានោះវាជារឿងគួរឲ្យភ័យរន្ធត់ណាស់ពីព្រោះមនុស្សម្នាក់ដែលចូលទៅដេកនៅក្នុងពេលយប់មិនអាចដឹងបានថាខ្លួនជាអ្នកមានជំងឺនៅព្រឹកស្អែកនោះទេមិនមែនដូច្នោះទេឬឆាន់ក្រាបទូលពិតជាដូច្នោះមែនហើយគ្មាននរណាម្នាក់នៅលើផែនដីយើងនេះអាចដឹងច្បាស់ថាកាលណាទៅខ្លួនមានរោគគាបជាធិនិងកាលណាទៅដែលខ្លួនមានការឈឺចាប់និងកាលណាទៅដែលមរណភាពនឹងចូលមកដល់រូបគេទេមរណភាពតើវាជាអ្វីទៅឆាន់ពាក្យនេះខ្ញុំមិនដែលយល់សោះតើមរណភាពជាអ្វីទៅក្រាបទូលសូមព្រះអង្គទួតតាមទិសនេះទៅក្រាបទូលព្រះរាជកុមារទ្រង់សម្លឹងទៅរកទិសដែលឆាន់អាមាត្យចង្អុលបង្ហាញទ្រង់ទួតឃើញមនុស្សមួយក្រុមកំពុងធ្វើដំណើរដោយស្រែកទួញយំព្រះអង្គទួតឃើញមនុស្ស4នាក់សែងរាងកាយសាកសពដែលដាក់លើទៀសរាងកាយនោះគួរឲ្យខ្ពើមណាស់មាត់គាត់ចំហថ្ពាល់គាត់ខូងហើយរាងកាយនោះស្លាប់ទៅហើយពួកភ្លុកសែងទៀសនោះទីណាត់ទីណែងគ្មានខ្វល់អ្វីទាំងអស់មនុស្សដែលដេកលើទៀសគ្មាននិយាយអ្វីមួយម៉ាត់ព្រះរាជកុមារទួតឃើញវងមនុស្សដើរពីក្រោយទៀសរាជកុមារឆ្ងល់ណាស់ថាហេតុអ្វីក៏មនុស្សដែលដើរជាមួយដោយទួញផងយំផងម្ដេចក៏មិនប្រាប់អ្នកសែងទៀសឲ្យយកចិត្តទុកដាក់សែងឲ្យបានល្អផងគេយកសាកសពទៅដាក់លើគំនូរអស់រួចដុតភ្លើងព្រះរាជកុមារទ្រង់រន្ធត់យ៉ាងខ្លាំងរហូតដល់ព្រឺរោមក្រញាងអណ្ដាតភ្លើងគ្របដណ្ដប់តាំងពីចុងសក់រហូតដល់ចុងជើងប៉ុន្តែសាកសពនោះនៅតែដេកតទៅទៀតយ៉ាងស្ងៀមស្ងាត់រាជកុមារសួរដោយសំឡេងញ័រថាហេតុអ្វីក៏ជួនកំពុងដេកនោះបណ្ដោយឲ្យគេដុតគាត់ដូច្នេះក្រាបទូលមនុស្សនោះស្លាប់ហើយគាត់មិនអាចដើរបានទេទោះបីគាត់មានជើងក៏ដោយគាត់គ្មានវិញ្ញាណទេគាត់មិនអាចដឹងថាក្តៅឬត្រជាក់ទេគាត់ស្លាប់បាត់ទៅហើយក្រាបទូលស្លាប់មនាលឆាន់នេះឬសេចក្តីស្លាប់តើយើងជាបុត្ររបស់ព្រះមហាក្សត្រនឹងស្លាប់ដោយមនុស្សនោះដែរឬតើព្រះបិតានិងព្រះនាងយសោធារានិងមនុស្សដទៃដែលយើងស្គាល់ត្រូវគេយកទៅដុតដូចមនុស្សនោះដែរឬក្រាបទូលសត្វមានជីវិតទាំងអស់សុទ្ធតែស្លាប់នៅថ្ងៃណាមួយមិនខានគ្មានផ្លូវណាអាចជៀសផុតបានទេគ្មាននរណាអាចរស់រហូតមិនចេះស្លាប់ទេមនុស្សលោកមិនអាចគេចផុតពីសេចក្តីស្លាប់ទេព្រះអង្គព្រះរាជកុមារទ្រង់នៅស្ងៀមព្រះអង្គពុំមានព្រះបន្ទូលមួយម៉ាត់សោះព្រះអង្គទ្រង់ជ្រាបច្បាស់ថាសេចក្តីស្លាប់គួរឲ្យភ័យរន្ធត់ណាស់សេចក្តីស្លាប់មិនអាចជៀសផុតបានទេសត្វមានជីវិតទាំងអស់សុទ្ធតែត្រូវធ្លាក់ទៅក្នុងអន្ទាក់នៃសេចក្តីស្លាប់រាជកុមារទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញយ៉ាងស្ងៀមស្ងាត់ព្រះអង្គគង់ក្នុងបន្ទប់តែមួយអង្គឯងហើយពិចារណាយ៉ាងជ្រាលជ្រៅអំពីរឿងអ្វីដែលព្រះអង្គបានទតឃើញនៅទីបំផុតព្រះអង្គមានបន្ទូលទៅរកព្រះអង្គឯងថាតើគួរឲ្យភ័យរន្ធត់ទេដែលមនុស្សទាំងអស់ត្រូវតែស្លាប់នៅថ្ងៃណាមួយនោះវាគួរឲ្យភ័យរន្ធត់ដូចគ្នាដែលយើងមិនអាចជៀសផុតពីសេចក្តីស្លាប់បាននោះវាត្រូវតែមានវិធីដើម្បីជៀសឲ្យផុតពីសេចក្តីស្លាប់អាត្មាអញនឹងធ្វើនៅអ្វីដែលអាចធ្វើបានដើម្បីរកឲ្យឃើញនៅផ្លូវណាមួយដែលអាចជួយស្រោចស្រង់ព្រះបិតាព្រះនាងយសោធារាអាត្មាអញផ្ទាល់
និងអ្នកដទៃឯទៀតឲ្យផុតពីជរាភាពនិងសេចក្តីស្លាប់អាត្មាអញនឹងខំប្រឹងឲ្យខ្លាំងនឹងរកឲ្យឃើញនៅវិធីមួយឲ្យខាងតែបានចំណេរកាលតពីនោះមកនៅពេលដែលព្រះអង្គគង់លើខ្នងសេះដើម្បីក្រសាលឧទ្យានព្រះអង្គទួតឃើញបុព្វជិតមួយអង្គដណ្ដប់រាងកាយដោយសម្ពុតពណ៌លឿងពេលបានទួតឃើញបុព្វជិតនោះព្រះអង្គមានព្រះទ័យស្ងប់និងពោពេញទៅដោយសេចក្តីសុខក្រៃលែងព្រះរាជកុមារទ្រង់សម្លឹងទៅបុព្វជិតនោះដោយយកព្រះទ័យទុកដាក់បន្ទាប់មកព្រះអង្គសួរទៅឆានអាមាត្យថាតើជីវភាពរស់នៅរបស់បុព្វជិតនោះយ៉ាងដូចម្តេចទៅឆានអាមាត្យឆ្លើយថាក្រាបទូលបុព្វជិតនេះបានលះបង់ជីវិតជាក្រហោះហើយនិងកំពុងចម្រើនគុណធម៌បុព្វជិតនេះកំពុងស្វែងរកវិធីរំលត់ទុក្ខដែលកំពុងរំខានពិភពលោកពាក្យបុព្វជិតបានធ្វើឲ្យព្រះរាជកុមាររីករាយក្នុងព្រះហឫទ័យព្រះរាជកុមារទ្រង់ក្រសាលសប្បាយក្នុងឧទ្យានពេញមួយថ្ងៃគំនិតចង់ខ្លាចជាបុព្វជិតបានដណ្ដើមជ័យជំនះលើព្រះទ័យរបស់ព្រះរាជកុមារនៅវេលានោះមានគេនាំដំណឹងមកថាព្រះនាងពំពាយសោធារីទ្រង់ប្រសូតព្រះរាជបុត្រមួយព្រះអង្គយ៉ាងស្រស់ស្អាតកំពុងស្លងគំនិតព្រះរាជកុមារពុំបានសម្ដែងនៅសេចក្តីរីករាយនឹងដំណឹងនោះទេបែរជាមានព្រះបន្ទូលថារាហូចាប់ហើយតាចំណងកើតហើយតាដោយហេតុដែលព្រះរាជកុមារលន់ប្រអប់ថារាហូចាប់ហើយតាដូច្នេះទើបព្រះរាជបុត្ររបស់ព្រះអង្គត្រូវបានប្រទាននាមថារាហុលនៅក្នុងព្រះរាជវាំងនរណាក៏ដឹងច្បាស់ដែរថាព្រះរាជកុមារសិទ្ធត្ថមានការប្រែប្រួលយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដែលព្រះរាជបុត្ររាហុលទ្រង់ប្រសូតមកព្រះអង្គកាន់តែស្ងប់ស្ងៀមឡើងនិងកាន់តែសញ្ជឹងគិតច្រើនជាងពីពេលមុនព្រះបាទសិរីសទ្ធោទនៈមានប្រតិយខ្វល់ខ្វាយខ្លាំងណាស់ចំពោះអាកប្បកិរិយារបស់រាជកុមារក្នុងគោលបំណងអូសទាញព្រះរាជបុត្រឲ្យត្រឡប់ទៅរកជីវិតនៃសេចក្តីសប្បាយរីករាយវិញព្រះបាទសិរីសទ្ធោទនៈទ្រង់ប្រឹងប្រែងជ្រើសរើសពួកស្រីរបាំដែលមានរូបឆោមលោមពណ៌ដ៏ល្អស្រស់ឆើតឆាយពីគ្រប់ទិសទីនៃព្រះនគរព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យស្រីរបាំទាំងនោះនៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជវាំងរបស់ព្រះរាជកុមារអ្នកសម្ដែងសិល្បៈទាំងនោះត្រូវបានគេបង្គាប់ឲ្យច្រៀងរាំយ៉ាងណាដែលអាចទាក់ទាញអារម្មណ៍ព្រះរាជកុមារបានដោយបានរៀបចំយ៉ាងនេះព្រះរាជាទ្រង់មានសេចក្តីសង្ឃឹមថានឹងបានឃើញព្រះរាជកុមារយកប្រតិយទុកដាក់ជាថ្មីចំពោះជីវិតលោកីជាដំបូងព្រះរាជកុមារទ្រង់យកប្រតិយទុកដាក់ចំពោះការសម្ដែងរបស់ពួកស្រីរបាំទាំងនោះដែរដើម្បីធ្វើឲ្យព្រះបិតាព្រះអង្គសប្បាយព្រះទ័យប៉ុន្តែព្រះអង្គយកចិត្តទុកដាក់យ៉ាងតិចតួចបំផុតព្រោះព្រះអង្គរវល់ក្នុងការត្រិះរិះបញ្ហាផ្សេងព្រះអង្គទ្រង់ប្រមូលផ្ដុំអារម្មណ៍ទៅលើបញ្ហាតែមួយគត់តើធ្វើយ៉ាងណាដើម្បីឲ្យខ្លួនព្រះអង្គនិងមនុស្សដទៃទៀតអាចរំដោះទាំងស្រុងឲ្យរួចផុតពីជរាជាធិនិងមរណៈនៅទីបំផុតដោយអស់ព្រះកាយពលព្រះអង្គក៏ផ្ទុំលក់ទៅស្រីរបាំទាំងនោះលុះដឹងថាព្រះរាជកុមារផ្ទុំលក់សពហើយក៏នាំគ្នាបញ្ឈប់គ្រឿងល្បែងហើយដេកលក់ទៅដែរមួយសន្ទុះក្រោយមកព្រះរាជកុមារទ្រង់តើនឡើងទ្រង់ទួតឃើញស្រីរបាំទាំងនោះកំពុងដេកលក់ដោយអស់កម្លាំងពួកស្រីរបាំទាំងនោះដេកដោយគ្មានយកចិត្តទុកដាក់ដល់អារម្មណ៍ផ្សេងដែលអាចនឹងកើតមានឡើងចំពោះអ្នកដែលបានឃើញនាងសោះដំណេករបស់ពួកគេមើលទៅគួរឲ្យខ្ពើមខ្លះដេកហាមមាត់ខ្លះដេកហៀទឹកមាត់ធ្វើឲ្យរលាយម្សៅនៅលើមុខខ្លះដេកសង្កៀតថ្មិញដូចយក្សកំណាចពួកនាងទាំងអស់នោះគួរឲ្យខ្ពើមរអើមជាទីបំផុតព្រះរាជកុមារទ្រង់សង្វេគយ៉ាងខ្លាំងដោយឃើញថាស្រីដែលព្រះអង្គសពព្រះរាជហឫទ័យយ៉ាងខ្លាំងប្រែคล้ายទៅជាដូច្នេះការទួតឃើញដំណេករបស់ស្រីរបាំ